នៅថ្ងៃទី9 ខែតុលាឆ្នាំ2016នេះឯកឧត្តមហ៊ុនម៉ាណែតបានឆ្លៀតពេលដល់មមាញឹកសំណេះសំណាលជាមួយនឹងនិស្សិតដែលរស់នៅនិងសិក្សានៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលីប្រមាណជាង100នាក់ឯកឧត្តមហ៊ុនម៉ាណែតបានមានប្រសាសន៍ថានេះគឺជាឱកាសសម្រាប់សិស្សនិស្សិតដែលមានឱកាសមកសិក្សានៅប្រទេសអូស្ត្រាលីហើយនេះឱកាសនេះមិនមែនកើតមានឡើងដោយឯងនោះទេគឺបានមកពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងបងប្អូនទាំងអស់គ្នាឯកឧត្តមហ៊ុនម៉ាណែតបានស្ដាប់និងទទួលយកនៅសំណូមពរនិងរបាយការណ៍ត្រឡប់មួយចំនួនពីនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសអូស្ត្រាលីដែលឯកឧត្តមបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលនៅយន្តការមួយចំនួនដើម្បីឲ្យសិស្សនិស្សិតដែលកំពុងស្នាក់នៅក្នុងប្រទេសអូស្ត្រាលីនេះមានឱកាសរៀនសូត្របានល្អប្រសើរហើយនឹងត្រៀមសម្រាប់ជួយដល់និស្សិតដែលត្រៀមបន្តការសិក្សានៅក្នុងប្រទេសនេះផងដែរឯកឧត្តមហ៊ុនម៉ាណែតបានផ្ដល់នៅបទពិសោធន៍សិក្សានៅឯក្រៅប្រទេសនិងបានផ្ដល់នៅដំបូន្មានល្អៗជាច្រើនដល់និស្សិតដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលីដោយឯកឧត្តមបានលើកឡើងថានិស្សិតដែលកំពុងសិក្សានៅឯក្រៅប្រទេសត្រូវផ្ដោតសំខាន់លើចំណុច3ទី1គឺរៀននៅក្នុងសាលាដោយផ្ដោតសំខាន់ទៅលើទ្រឹស្ដីទី2គឺរៀនពីជីវិតជាក់ស្ដែងនៅក្រៅសាលាហើយទី3គឺត្រូវរៀនបង្កើតទំនាក់ទំនងឲ្យបានល្អប្រសើរសូមបញ្ជាក់ផងដែរថាកិច្ចសំណេះសំណាលនិងសាកសួរសុខទុក្ខដល់និស្សិតដែលកំពុងសិក្សាក្នុងប្រទេសអូស្ត្រាលីនេះគឺក្នុងគោលបំណងដើម្បីចង់ដឹងសុខទុក្ខនិងការរីកចម្រើននៃការសិក្សារៀនសូត្ររបស់សិស្សនិស្សិតទាំងអស់និងស្វែងយល់អំពីព័ត៌មានត្រឡប់អំពីដំណើរការនិងសំណូមពរផ្សេងៗដើម្បីបង្កើននូវយន្តការផ្សេងៗនិងមធ្យោបាយមួយចំនួនទៀតដើម្បីជួយដល់ការស្នាក់នៅការសិក្សារបស់និស្សិតត្រៀមជួយដល់និស្សិតដែលនឹងមានឱកាសមកបន្តការសិក្សានៅក្នុងប្រទេសអូស្ត្រាលីសួស្តីខ្ញុំឈ្មោះជ្រាបកុសលសូឡាខ្ញុំជានិស្សិតបញ្ចប់ផ្នែក Master Professional Accounting ហើយរាល់ថ្ងៃកំពុងតែបន្តយក license ផ្នែក Financial Advisor ខ្ញុំយល់ឃើញថានៅពេលដែលបងម្នាក់គាត់អញ្ជើញមកទៅក្រុមការងារមកទាំងខាងទូតមកអញ្ចឹងគឺដូចថាផ្ដល់ឱកាសឲ្យនិស្សិតយើងបញ្ចេញនៅមតិហើយនឹងអ្វីដែលជាសំណូមពរហើយជាពិសេសដូចនិស្សិតខ្មែរយើងនេះចឹងពេលគាត់មកនេះចឹងគាត់គេថាលក្ខណៈ independent អញ្ចឹងគាត់មានបញ្ហាប្រឈមច្រើនទាំងផ្នែក accommodation ហើយនិងផ្នែកទំនាក់ទំនងព្រោះនៅតាមសាកលវិទ្យាល័យខ្លះមាននិស្សិតខ្មែរតិចអញ្ចឹងយើងពិបាកនឹងក្នុងការទំនាក់ទំនងនឹងផ្សាយព័ត៌មានអញ្ចឹងពេលពួកគាត់មកធ្វើឲ្យយើងអាចបង្កើត network ច្រើនយើងទទួលព័ត៌មានបានច្រើនហើយជាក់ស្ដែងដូចឆ្នាំទៅនៅពេលដែលបងម៉ាណែតគាត់អញ្ជើញមកហើយមាននិស្សិតមួយចំនួនដែលគាត់ស្នើសុំឲ្យមានបង្កើតជា club យុវជនឬក៏ club ចឹងនិយាយថានិស្សិតខ្មែរយើងដែលដើម្បីឲ្យគាត់ផ្លាស់ប្ដូរព័ត៌មានអញ្ចឹងហើយឃើញបង្កើត group នៅក្នុង Facebook ហើយនឹងព័ត៌មានជាច្រើនទៀតដែលយើងអាចតាក់ទងផ្ទាល់ជាមួយនឹងលោកពូឯកអគ្គរដ្ឋទូតអញ្ចឹងមានការប្រសើរច្រើនប៉ុន្តែឆ្នាំនេះក៏ឃើញមានការលើកឡើងតាក់ទងទៅនឹងនិស្សិតមួយចំនួនដែលគាត់មានគ្រួសារអីទៅគាត់មានផលវិបាកអញ្ចឹងគាត់ក៏បានស្នើសុំទៅដែរអញ្ចឹងសង្ឃឹមថាបងម៉ាណែតនិងក្រុមការងារយើងគឺតែធ្វើឲ្យចឹងនិយាយថាការរស់នៅរបស់និស្សិតខ្មែរយើងនេះមានភាពល្អប្រសើរច្រើនអរគុណសួស្តីខ្ញុំឈ្មោះពិជិតមូនីការៀននៅ Western Sydney University ខាងផ្នែក Master of Accountancy ខ្ញុំឥឡូវទៅតែឆ្នាំទី1ទេនៅសល់មួយឆ្នាំទៀតបានបញ្ចប់ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តមែនតើព្រោះបានគណៈប្រតិភូអញ្ជើញមកបានបងម៉ាណែតគាត់អញ្ជើញមកអញ្ចឹងបង្កើតភាពស្និទ្ធស្នាលរវាងគាត់និងក្រុមនិស្សិតគ្នាយើងហើយទី2ទៀតគឺនិស្សិតគ្នាយើងអាចស្គាល់គ្នាមានតំណែងទៅវិញទៅមកវាហត់តែល្អទៀតហើយម្យ៉ាងទៀតបងម៉ាណែតគាត់បានស្ដាប់នៅបញ្ហាផ្សេងរបស់និស្សិតខ្មែរយើងនៅទីនេះដែលជួបប្រទះហើយគាត់ក៏បានឲ្យជាយោបល់ល្អដែលអាចជួយនិស្សិតខ្មែរយើងផងដែរជាសំណូមពររបស់និស្សិតខ្មែរយើងគឺយើងសង្ឃឹមថានឹងមានវត្តមាននិងសកម្មភាពបែបនេះបន្តកាន់តែច្រើនទៀតនាពេលអនាគតដើម្បីជួយជំរុញដល់ភាពងាយស្រួលចំពោះការបន្តការសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាយើងមិនត្រឹមតែនៅទីក្រុងស៊ីដនីនេះទេប៉ុន្តែក៏ជាសកម្មភាពផ្សេងៗទៀតទៅកាន់ទីក្រុងផ្សេងៗនៅឯប្រទេសអាមេរិកឬមួយក៏អង់គ្លេសជាដើមខ្ញុំសូមថ្លែងអំណរគុណដល់បងម៉ាណែតថ្ងៃនេះដែលបានអញ្ជើញមកផ្ដល់កិត្តិយសសួរសុខទុក្ខសិស្សនិស្សិតទាំងអស់នៅស៊ីដនីហើយនឹងអរគុណដែលគាត់បានមកជួយលើកដែលមានចម្ងល់ឬក៏បញ្ហាអីនានាដែលអាចជួយបានសិស្សនិស្សិតនៅទីក្រុងស៊ីដនីហើយអរគុណ
គណៈរដ្ឋាភិបាលទាំងអស់ដែលបានអញ្ជើញមកនិងដល់កិត្តិយសដល់សិស្សនិស្សិតយើងទាំងអស់គ្នាឲ្យបានជួបជុំគ្នា